ជាផ្លូវដែលខ្ញុំកំពុងតែរៀនធ្វើដើម្បីបើកជួរផ្លូវផ្ទះរបស់ខ្ញុំបាទនេះបាទផ្លូវខាងក្រោយនេះឲ្យយើងមានភាពងាយស្រួលក្នុងការធ្វើដំណើរនេះទៅបានឲ្យខាងឡានវាបាក់របស់គូដែររុញផ្នែកផ្លូវឲ្យបាទគុំទេហើយឈប់អារម្មណ៍រឿងផ្ទះផ្លូវផ្ទះអីទៀតដែរនេះក៏ឆ្នៃផ្លូវនេះគុណវាប្រឹងដែរសេរីនៅខាងក្រោយនេះបានអបភាសាខាងក្រោយផ្ទះឆ្នៃផ្លូវខាងក្រោយផ្ទះនេះឆ្នៃផ្លូវចេញមកខាងក្រោយវិញចឹងតែប្រាក់គ្នាប្រឹងសេរីផ្លូវឲ្យស្អាតឲ្យហើយខ្ញុំចាក់ចូលមកខាងនេះវិញបងប្អូនអញ្ចឹងខ្ញុំកំពុងឲ្យឆ្នៃផ្លូវឲ្យវាស្រួលក្នុងការធ្វើដំណើរទោះបីនៅខាងក្រោយមែនក៏យើងមានផ្លូវស្រួលដែរបាទចង់បង្ហាញនៅរូបភាពឬវីដេអូខ្លះហ្នឹងគាត់បើកចូលបានទេក៏បានតែថយបានថយចឹងអត្រាគ្នាប្រឹងឈូសបន្ថែមដើម្បីធ្វើឲ្យមានផ្លូវក្នុងការធ្វើដំណើរកុំឲ្យស្ទះផ្លូវទៀតសប្បងយើងដើរតាមផ្លូវដីទៀតទេចឹងហើយអរគុណបងជាខាងដែរដែលគាត់ជួយចែករំលែកដីឲ្យខ្ញុំបានធ្វើផ្លូវដើរស្រួលចឹងអរគុណណាស់ទេឡានមកចឹងឡានអត្រាត្រូវនៅប្រចាំព្រោះខាងក្រោយនឹងទៅលូគុណប៉ុន្តែនៅពេលដែលយើងចាក់ឆ្នៃផ្លូវហើយវាឈប់លំបាកទៀតដែរបានស្រួលទេផ្លូវស្រួលវិញចឹងចង់បង្ហាញបងប្អូនបាទត្រូវបន្តផ្លូវនឹងឲ្យវាស្មើជាមួយនឹងខាងនេះអត់មានបានបន្តរុញទៀតហើយបងប្អូនគ្នារុញថែមទៀតនេះហើយនឹងវាមកស្រួលឆ្នៃផ្លូវឲ្យស្រួលបានផ្លូវផ្ទះបងប្អូនកៅផ្ទះទេគង់ឲ្យឆ្នៃឲ្យឆ្នៃផ្លូវឲ្យខាងត្បូងផ្ទះនេះដោយសារតែយើងអត់មានស្រះទឹកហើយសិក្សាពីបរិមាណទីធ្លាដីទៅពេលដែលដីយើងវាតូចយើងអត់មានកន្លែងទីស្រះទីអីកង្វះការប្រើប្រាស់ទឹកគឺពិបាកអញ្ចឹងហើយដាក់នៅមុខផ្ទះប៉ុន្តែនៅជ្រុងបែកខាងនេះខាងត្បូងបងប្អូននេះហើយជាជំរឿវាជិតចូល40ខាងនោះជិត50ម៉ែត្រទៀតទឹកនឹងបន្តហូរដល់ប្រឹងណាស់ហើយមិនឃោសនាជួយពួកគាត់ទេគឺបងអ្នកគួងដូងនេះគឺគាត់នៅភូមិស្ពានភូមិបន្សាយត្រែងស្រុកក្រពោយើងអីបងប្អូនអាចតំណែងដូងតាមលេខទូរស័ព្ទរបស់គាត់បានតែត្រូវការគួងអណ្ដូងអីបាទនឹងគឺមកភូមិខ្ញុំនេះគាត់គួង3 4កន្លែងហើយគឺចេញទឹកល្អណាស់ខ្ញុំឃើញចឹងហើយបាទខ្ញុំហៅគាត់មកគួងអណ្ដូងនៅផ្ទះរបស់ខ្ញុំស្គាល់តែល្អព្រោះខ្ញុំអត់មានទឹកដើរទេតែថ្ងៃបានបងប្អូនជិតខាងគាត់ឲ្យប្រើប្រាស់ទឹកនៅសិនរបស់គាត់តែម្ដងចឹងខ្ញុំមកនេះគឺ
ួងនឹងដីរបស់ខ្លួនឯងអត់បានទៅលើគោលទៅលើរបស់គាត់ការងារមួយឲ្យជាសង្ឃបានគឺបាក់ទេមួយរបស់ខាងការហើយរូបភាពនិយាយយកជួក្រោមនេះហើយគាត់ឡើងទៅលើទៅទីផ្សារមកទីមន់ផ្អើលខ្ញុំរត់ចូលទៅត្រង់អស់លេងមានការអធិស្ឋានជួយយកពីមកគ្នាទៅវិញទៅមកដូចជាបងប្អូនបានឃើញទៅខាងដើមហើយតែចេញពីមកគ្នាបានចាប់ដៃគ្នាដើម្បីព្យាយាមកែល្អនៅចេញត្រង់មកវិញខ្លះចូលទៅត្រង់ជុំវិញទីធ្លាផ្ទះរបស់ខ្ញុំចាស់គេហៅវាផ្អើលខ្ញុំផ្ទះរបស់ខ្ញុំនឹងវានៅខាងក្រោយគឺចូលត្រង់អស់លេងក្នុងការចេញទៅជាលះទេហើយក៏សូមអរគុណដល់ក្នុងការដែលគាត់បានចែកផ្លូវសម្រាប់ខ្ញុំក្នុងការធ្វើដំណើរទៅបំពេញការងារហើយដំណេរពីការងារក៏ភាគីរបស់ខ្ញុំមានការចិញ្ចឹមនៅសត្វបាទចិញ្ចឹមខ្ញុំទីដើម្បីគាត់បានដោះស្រាយនៅផ្ទាល់ដល់មកការហើយរឿងជីវិតគ្រួសារវាមិនមានទេវាអាពីនោះមកផ្អើលទៀតហើយវាឲ្យចិត្តដល់នៅអ្វីនេះវាផ្អើលមិញបងប្អូនរត់ចូលត្រង់ហើយការចែករំលែកផ្អើលដល់យ៉ាងរត់ចូលត្រង់ការចែករំលែកពីប្រសាខ្លះវាជារឿងសំខាន់ណាស់ពូយ៉ាការកសាងនៅសុភមង្គលក្នុងក្រុមគ្រួសាររត់ទិញ4-5 6យើងមិនចេះយោគយល់ចេះអធិស្ឋានឲ្យគ្នាទេគឺគ្រួសារនោះមិនអាចជាចិត្តតែសុខនៅសុភមង្គលបានឡើយគឺតែងតែមានតែទំនាស់ការវិវាទតេងគ្នាទៅវិញទៅមកត្រង់ជាស្ដែងដូចជាភរិយារបស់ខ្ញុំបាទគាត់បានមករស់នៅជាមួយនឹងខ្ញុំបាទនេះគឺគាត់បានកែលម្អនៅស្ថានភាពជុំវិញបរិវេណផ្ទះរបស់ខ្ញុំឲ្យកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃហើយនៅមានចំណៃពេលងាយមុនចូលទំនុំកែលម្អដោយការដាក់នៅរបងព័ទ្ធជុំវិញផ្ទះដើម្បីសាយមួយថ្ងៃបានធួហើយចិញ្ចឹមសត្វពាហនៈហើយខ្ញុំក៏ចំណេញពីកិច្ចការងារក៏ជួយនៅកិច្ចការងារផ្ទះរបស់គាត់បានខ្លះទៅដូចជាការចូលរួមចំណែកក្នុងការធ្វើសួនបន្លែបៃតងសម្រាប់គ្រួសារគឺដើម្បីជាការកាត់បន្ថយទៅលើការចំណាយផ្សេងៗដែលមិនមែនជាតម្រូវការចាំបាច់បាទពីមុនគឺយើងអាចគិតថាមានផលលំបាកច្រើនដោយសារតែយើងខ្វះខាតនៅទឹកចឹងហើយមិនហ៊ានដាំនៅដំណាំផ្សេងទេដោយសារតែយើងមិនមានប្រភពទឹកគ្រប់គ្រាន់ទើបខ្ញុំបាទនឹងភាគយាសម្រាប់ឲ្យគេមកខួងដងនេះគឺដើម្បីបានទឹកប្រើប្រាស់គ្រប់គ្រាន់ហើយក៏យើងអាចស្រោចស្រពនៅដំណាំជុំវិញផ្ទះរបស់យើងមានការដាំនៅដំណាំផ្សេងដូចជាផ្ទីម្ទេសត្រកួនស្ពៃជាដើមរហូតដល់គ្រឿងទេសផ្សេងក៏ភាគយារបស់ខ្ញុំបាទនឹងបានដាំបន្ថែមដូចជាល្មៀតម្ដេងហើយនឹងគ្រឿងទេសដទៃទៀតមានជីជាដើមបាទទាំងអស់នេះគឺជាការចេះជួយគ្នាទៅវិញទៅមកក្នុងស្ថានភាពក្រុមគ្រួសារដោយកុំមើលបំណាំគ្នាអ្នកខ្លះគាត់ថាឲ្យខ្ញុំថាធ្វើអីតិចចាំថតផុសតាមពិតមិនមែនខ្ញុំចង់ថតផុសអីទេប៉ុន្តែគឺខ្ញុំចង់បន្សល់ទុកនៅរូបឬក៏វីដេអូជាអនុស្សាវរីយ៍រួមគ្នាជាមួយនឹងគ្រួសាររបស់ខ្ញុំបាទដែលបានចែករំលែកនៅសេចក្តីល្អឲ្យគ្នាទៅវិញទៅមកហើយក៏យើងមានបន្លែសម្រាប់ហូបប្រកបនៅជីវិតប្រចាំថ្ងៃបើមានគេត្រូវការជីវត្រូវការទិញក៏យើងអាចលក់ជូនពួកគាត់បានទៅព្រោះយើងព្យាយាមប្រឹងដាំនេះយើងមិនបានទៅសុំពីអ្នកណាទេគឺយើងទិញគ្រាប់ពូជយកមកដាំហើយក៏មានការដាំនៅកូនត្រប់ផ្សេងអញ្ចឹងទៅបាទសូមអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបាទនេះបាទសូមជូនពរសំណាងល្អ